ជំរាបសួរបងប្អូនអំពូមីងយាយតាទាំងអស់គ្នាដែលជាអតិថិជនរបស់ម៉ាស៊ីនវេដៃ Fatan ណាថ្ងៃនេះគឺបានមកបង្រៀនអតិថិជនដែលបានជាម៉ាស៊ីនពីខាងក្រុមហ៊ុនយើងខ្ញុំមកនឹងមកចុះមកបង្ហាត់បង្រៀនផ្ទាល់ដល់ទីកន្លែងនៅស្រែនេះបងប្អូននឹងឲ្យឃើញថាការវាយដីរបស់ម៉ាស៊ីន Fatan ហ្នឹងគឺស្អាតដែរបងប្អូនហ្នឹងហើយវាយសពល្អហ្នឹងហើយចាប់ជាមួយនឹងអង្គប់ដល់ស្ទាត់ជំនាញនិងរនាស់ដែលជាមុខកំបិតកាប់ស្មៅកច្រាំងបលិចចូលទៅក្នុងដីឲ្យបានជ្រៅអញ្ចឹងណាបងប្អូនអញ្ចឹងទៅឃើញថាម៉ាស៊ីនហ្នឹងគឺវាយដីបានស្អាតណាបងប្អូនហើយតែមកផ្លេទេវាយឡើងខ្ទេចហ្មងអានេះបងប្អូននេះដីស្រែគាត់នេះដីខាងម្ចាស់ម៉ាស៊ីននេះគឺគាត់មកចុះមកផ្ទាល់ហ្មងមុនហ្នឹងខាងក្រុមជាងពួកខ្ញុំហ្នឹងបានឡើងទៅបរៀនណាដល់ឥឡូវនេះខាងក្រុមជាងគាត់ឲ្យចុះមកហើយនេះដើរមកវិញហើយចឹងគាត់ឡើងទៅខ្លួនឯងផ្ទាល់ហើយម្ចាស់ម៉ាស៊ីននៅខាងលើហ្នឹងម្ចាស់ម៉ាស៊ីនបងប្អូនគឺគាត់ចង់រៀនឲ្យស្ទាត់ឲ្យស្តាស់តតែម្ដងបងប្អូនរួមជាមួយនឹងដែរពួកយើងបានបង្ហាត់បង្រៀនពីការរបៀបថែទាំគ្រឿងจักរនិងរបៀបប្រើប្រាស់ដើម្បីងាយស្រួលប្រើប្រាស់និងការថែទាំល្អផងដើម្បីឲ្យគុណភាពម៉ាស៊ីនយើងហ្នឹងរត់តែបានល្អធ្វើឡើងអញ្ចឹងបងប្អូននៅទីនេះកំពុងតែឡាយសតនៅទីនេះនៅខាងស្រុកម៉ុងរុស័យឃុំព្រៃតូចបងប្អូនឃុំព្រៃតូចស្រុកម៉ុងរុស័យគេហៅកន្លែងនេះគឺភូមិព្រៃដំរីបងប្អូននៅចិត្តឃុំកូនខ្លងដែរចុះពីផ្លូវជាតិមកប្រហែលជាខ្ទង់1គីឡូអីហ្នឹងឯងបងប្អូនខាងនេះក៏អត់តាន់បានវាយទេទំវាយបានមកជាងខាងនោះតែវាអាចឆក់ដូចខាងនោះចឹងក៏អត់តាន់ទៅស្តាស់ចឹងគាត់នៅសល់មកប្រឡោះខាងនោះទេតែបើវាយទៅគឺគឺស្អាតហ្មងបងប្អូនដាក់ទឹកដៃម៉ាស៊ីនក៏ស្អាតទឹកដៃអ្នកវាយក៏មិនធម្មតាដែរទៅលើកដំបងផងនេះហ្នឹងហើយបងប្អូននេះមើលដីសោះសពបងនៅខាងនោះគាត់អត់តាន់ទៅស្ទាត់នៅត្រឹងនឹងសិនគាត់ចង់រៀនខ្លួនគាត់ផ្ទាល់ហើយខាងពួកយើងខ្ញុំបរៀនហើយតែគាត់ចង់ធ្វើខ្លួនឯងឲ្យឆាប់បានយល់ឥឡូវជាងនៅជាងនៅខាងនេះជាងតែមើលនៅខាងនោះបងប្អូនដែលនៅខាងទឹកដីខាងឃុំព្រៃតូចស្រុកម៉ុងរុស័យនេះសូមអញ្ជើញមកមើលការវាយផ្ទាល់ក៏បានគាត់មើលនៅក្នុង live ក៏បានណាព្រោះប្រជាកសិករនៅកន្លែងនេះគឺធ្វើស្រែចម្ការធ្វើស្រូវបានផលច្រើនណាបងប្អូនគឺមានផ្លូវគេស្អាតគឺបើចង់ទៅគឺដឹកជញ្ជូនតំណែងរបស់ពួកគាត់ហ្នឹងទៅស្រែទៅចម្ការអញ្ចឹងណាបងប្អូនហើយដីនៅតំបន់នេះគឺធ្វើការងាយស្រួលទេបងប្អូនបើទោះបីជាស្លោះក៏អត់មានបញ្ហាដែរជាមួយនឹងម៉ាស៊ីនវេដីរបស់ពួកខ្ញុំបងប្អូនគឺធ្វើការគឺងាយស្រួលហ្មងអត់មានបាច់ភ័យខ្លាចរឿងជាប់រឿងស្លោះរឿងផុងរឿងអីអត់ទេបងប្អូនអើយគឺទៅប្រយទៅរហូតនៅព្រោះអីជាមួយនឹងកង់កៅស៊ូដែលជាប់នឹងជើងម៉ាស៊ីនហ្នឹងគឺងាយស្រួលហើយយើងប្រៀបបីដូចជាប្រទេសក្តារដែលយើងដាក់នៅលើទឹកអូសអញ្ចឹងបងប្អូនអញ្ចឹងវាអត់ចេះស្លោះទេអញ្ចឹងម៉ាស៊ីនហ្នឹងគឺរូបរាងបែបហ្នឹងគឺសម្រាប់មកធ្វើការវេដីគឺស្ទាត់ជំនាញហ្មងបងប្អូនស្ទាត់ជំនាញវាយបានស្អាតវាយបានសោះសពល្អបងប្អូនមើលដីដែលវាយហើយនេះគឺវាយតែមួយជើងឯណាតែគាត់អត់តាន់ទៅ start អញ្ចឹងគាត់អាចវាយខាងនេះបន្តិចទៅខាងនោះបន្តិចទៅវាសល់ឆក់ទៅនេះបន្តិចខាងនោះបន្តិចអញ្ចឹងបងប្អូនហ្នឹងហើយអូនកាសថេតថ្ងៃនេះក្តៅចាញ់ចាំងបងប្អូនអើយថាភ្លៀងឯងធ្វើការអត់កើតដល់ថ្ងៃនេះក្តៅហើយដល់កណាត់កសិករនៅតាមនេះធ្វើស្រែចម្ការច្រើនហើយផលដំណាំស្រូវហ្នឹងក៏បានច្រើនបងប្អូនអើយដីលាតស្អាតល្អវាយស្អាតទៀតបងប្អូនអើយដាក់ទៅសពហ្មងបងប្អូនដល់ខ្ទេចខ្ញុំ
กัดต่อปีเป็นไงเรื่องสตาร์ได้เลยเอาไปนี่ในเรื่องตอนถนัดได้อะตอนซื้อใจปลาปลาจังก็ตอนติดไปสวมสำได้ชวาดมันล้างมือก็ได้ก็จังตักได้cái tư sạch sạch tư cho một phải sọc sọc sạch ra lõ mong ơi này ông môi mình để men cho nằm ram trong pram mà xin về đây men nơi tăng khang cầm in nơi khai ba tờ bong không xoay trong không chơi sọc mò co khai ba tờ bong á bong ôn đây này đây cấp tay đây slot đây chop đây thọc mấy pra bán này cho môi nông mà xin về đây pha tám không ngay sro không ca pra chấm đánh pe về lý chấm đánh thali cá si prang tay bong ôn sạp kêu bả vén cứ sầm bồn nơi tì xa hay ta lại xong róm thôi thay ai rô ban cướp tì cái này mình đứng ở vùng trong một đó kháng to các bạn trong cầm món pi trong phun các bạn trong tên nơi hàng cái có họ men bánh hai đây pro tha kêu bẩn lát cứ chờ xong phải môi đầy dừng rồi cả bát toán chẳng còn ai rô nơi hàng cái các bạn rô màu trong phun các bạn cứ hàng bộ nhau bọn men bánh hai tề chẳng có mong ổn đừng này thôiอย่างน้าcứ đầm bay ở bên cạnh ngay sro đó cá sẽ có cứ bộ dân sờ bài chân đây rồiสำหรับกสิกรเนื้อไปได้ยังเมนปัญหาไอ้เต้คือตระการปตอนน่ะเพลียมามองก่อนอดไอ้ถ้าโอ้โรงจำปีเป็นไงไอ้ออเดย์จำนวนทางเครื่องยังคือเมนสัมผัสกับพระนึกพบกวางดอคืออะไรแต่จนตั้งอ่ะนะมองก่อนอดเมนไอ้คว้าขาเดย์อดเมนถ้าโอ้กับมองไงในโรงจำตั้งไงนู้ออเดย์มองก่อนเลยคือเมนสต็อกสลับมองก่อนมันท่ามันเส้นมันท่าเครื่องมันละมันท่าเครื่องจะคือเมนสต็อกตั้งอ่ะจังแต่ชนในก้อนเมนดำเริงการไม่จะนำรำจ้องปลาก็อาจเมาตีตังนึกแคลงตอลเชื่อเรือโดยการเป็นเจ็ดบอกก่อนđây từng vi là mong ổn nơi khăn này cứ đây nơi khăn này tập quán xã là menปลายตึกmen ấy cứ thôi ban một năm mai thôi ban ở bay đó mà rất mong ổn nơi khăn này tập quánตึกcái cứ men cột quan mong àสรกสันแต่เพียบยังเฟอไอ้ก็ไงสรัวจังอะมองอ่อนโรซี่ประกอบอาชีพกรรมเฟอไอ้ก็สบายแต่งอขึ้นนี่จังอะมองอ่อนสมัยแต่เมียนสันแต่เพียบยังปฏิกรกระดาษกรุบกรมตัวจาแต่งอขึ้นนี่มองอ่อนมวยสับngày nay trong màu lai ai bóng phải ôn mơ nơi tam sọc nơi tam khai nơi tam tầm bón này ở tận ban một phơ cả lái pe khai chọc được vô lấy trắng á bóng phải ôn là ngày của pe khai ban tới cột cả lái tê bóng phải ôn nơi trắng từ miền ca lơ lục ấy hoa trắng này chiều sài không ôi lan rồi đi bao giờ hàng nữa nơi không bày tôi này mong ổn cho con ai mà mơ to nơi cái lái của bạn này
แต่ពេលនេះគឺកសិករគាត់មកមេញឹកគ្រប់គ្នាបងប្អូននេះអញ្ចឹងប្រហែលជាអត់សូវមានពេលវេលាមកមើលការធ្វើបោះពួកយើងតែនេះមិនមែនជាបទបង្ហាញណាបងប្អូននេះគឺជាការវាយសុតហ្មងបង្រៀនដល់ម្ចាស់ម៉ាស៊ីនដែលគាត់បានជាវគ្រឿងចាក់ពីខាងឃ្លាំងពួកខ្ញុំមកអញ្ចឹងបន្តិចទៀតនេះពួកខ្ញុំនឹងប្រឡែងឲ្យគាត់ទៅធ្វើការដោយផ្ទាល់ខ្លួនឯងណាពេលដែលគាត់ថ្នឹកដៃបន្តិចទៀតអញ្ចឹងបងប្អូនហ្នឹងហើយតែជាចំហដំបូងពួកយើងត្រូវតែមកណែនាំប្រាប់បង្រៀនពីរបៀបការប្រើប្រាស់ពីរបៀបការថែទាំពីរបៀបវាយទាំងអស់ហ្នឹងបងប្អូនហ្នឹងឯងឲ្យត្រូវបោះស្តង់ដារបស់ខាងបច្ចេកទេសរបស់ខាងក្រុមហ៊ុនអញ្ចឹងបងប្អូននៅពេលដែលយើងដឹងយើងយល់ការប្រើប្រាស់ទៅយើងថែទាំទៅយើងប្រើប្រាស់គ្រឿងចាក់យើងបានធន់បានយូរអង្វែងបងប្អូនហ្នឹងឯងចឹងបងប្អូននៅខេត្តបាត់ដំបងឃុំព្រៃតូចនេះអត់ចាំបាច់ទៅឆ្ងាយទេមកមើលនៅចិត្តនេះក៏បានដែរបងប្អូនអើយបើអត់តាន់ជឿទុកចិត្តនៅធ្វើដៃរបស់ម៉ាស៊ីនវេដៃហ្វាតាមតែខ្ញុំជឿថាអតិថិជនច្រើនណាស់ដែលគាត់មានទំនុកចិត្តលើម៉ាស៊ីនវេដៃហ្វាតាមព្រោះថាអតិថិជនភាគច្រើនគឺជាម៉ាស៊ីនមកអត់ចង់ទៅមើលម៉ាស៊ីនផងព្រោះគាត់គិតថាអូនៅកន្លែងហ្នឹងគឺម៉ាស៊ីនហ្នឹងគ្រឿងចាក់ហ្នឹងគឺថ្មីហើយអញ្ចឹងគឺងាយស្រួលក្នុងការជ្រើសរើសរបស់គាត់ណាគាត់គ្រាន់តែកំងយកទៅបដ ாய் បងប្អូនដាក់មកដល់ទីតាំងមកគាត់បដ ாய் ទម្លាក់ម៉ាស៊ីននៅកន្លែងហ្នឹងបដ ாய் បងប្អូនថ្ងៃនេះមានតែប៉ុណ្្នឹងទេចង់មកប្រាប់បងប្អូនទាំងអស់គ្នាឲ្យបានឃើញចឹងណាអញ្ចឹងទីតាំងរបស់ពួកខ្ញុំបញ្ជាក់បន្ថែមទៀតទីតាំងរបស់ពួកខ្ញុំនៅខាងខេត្តបាត់ដំបងទីតាំងនៅភូមិស្វាយជ្រុំឃុំជ្រៃស្រុកថ្មកុលខេត្តបាត់ដំបងតាមបណ្ដោយផ្លូវជាតិលេខ 5 ជាប់សាលាវិទ្យាល័យជ្រៃលេខទូរស័ព្ទ 078 300 907 097 626 34និង 098 517 9 ដើមនឹងមានដាក់តាំងនៅសាខាទី 2 ខេត្តកំពង់ចាមមួយទៀតដែរបងប្អូននៅចុះសាលាបឋមសិក្សាបាធាយនៅខេត្តកំពង់ចាមតាមបណ្ដោយផ្លូវជាតិលេខ 6 ភូមិបាធាយឃុំបាធាយស្រុកបាធាយខេត្តកំពង់ចាមបងប្អូនតែជននៅប៉ែកខាងកើតក៏អត់ចង់អំឡះទីមកឆ្ងាយដល់ខេត្តបាត់ដំបងក៏អាចមើលនៅទីនោះជ្រើសនៅទីនោះបានណាបងប្អូនពួកខ្ញុំដឹងជូនដល់កន្លែងដល់ផ្ទះដល់ឃ្លាំងដូចគ្នានឹងមានការទៅបង្ហាត់បង្រៀនដូចគ្នាទាំងអស់បងអត់មែនលក់ឲ្យប្រឡែងភ្ញៀវទៅទេបងប្អូនអើយគឺនៅមានសេវាថែទាំភ្ញៀវជារៀងរហូតបងប្អូនមិនថាថ្ងៃនេះឬថ្ងៃមុខឬគឺមិនកែប្រែទេបងប្អូនហ្នឹងហើយអញ្ចឹងសូមអរគុណច្រើនដល់បងប្អូនអ៊ំមេមីងទាំងអស់គ្នាដែលតែងតែគាំទ្រផលិតផលម៉ាស៊ីនវេដៃហ្វាតាមនិងម៉ាស៊ីនមួយច្បើងណាបងប្អូនអញ្ចឹងបើមានការកំហុសខុសឆ្គងអីសូមអធិស្ឋានផងអរគុណច្រើនហើយទាំងអស់គ្នាជួបគ្នាឱកាសថ្មីអរគុណច្រើនជម្រាបលា